មានពាក្យពីរដែលខ្ញុំប្រើទី1គឺការគោរពទី2ការស្រឡាញ់ខ្ញុំផ្ដោតទៅលើធ្វើម៉េចការរចនាបទនេះកុំឲ្យមានការប៉ះទង្គិចអវិជ្ជមានទៅដល់ design ទាំងមូលតាំងពី2008ខ្ញុំបានមកដល់ផ្ទះនេះមានឱកាសកម្រមែនទែនដែលបានថាជួបលោកតាផ្ទាល់តែម្ដងក្នុងចិត្តអត់ដែលគិតសម័យថាតើពេលណាមួយអាចធ្វើគម្រោងនេះទេតាម2023ហ្នឹងពេលហ្នឹងខ្ញុំបានជួបជាមួយនឹងក្រុមគ្រួសាររបស់លោកតាវ៉ាន់មីរ៉ាន់ផ្ទាល់តែម្ដងចក្ខុវិស័យជាមួយការគិតរបស់ពួកគាត់ទាំងពីរហ្នឹងមានអារម្មណ៍ថាមានការស្រដៀងគ្នាជាមួយនឹងការគិតរបស់ខ្ញុំដែរធ្វើយ៉ាងណាអភិរក្សឲ្យបានល្អចុះជួលឲ្យវាដូចសភាពដើមសារឡើងវិញប៉ុន្តែអ្វីខ្ញុំចង់ធ្វើលើសពីនេះទៀតហ្នឹងគឺថាកែប្រែមុខងារប្រើប្រាស់របស់វាឲ្យស័ក្តិសមជាមួយនឹងយុគសម័យថ្មីរបស់យើងដែរការប្រជុំនេះនិយាយមិញថាវាមានភាពទប់ទល់នៅកន្លែងសំណង់អគារខ្លះក្រោជាមួយនឹងឥដ្ឋខ្លះវាមានភាពរិចរឹលខ្លាំងដែរជំរឹងរបស់អគារទាំងមូលត្រូវបានបាត់បង់តាក់ទងការបាញ់ថ្នាំឈើផ្សេងៗហ្នឹងការអីហ្នឹងត្រូវការធ្វើឲ្យមានភាពម៉ត់ចត់ទាំងអស់ពេលហ្នឹងពីដើមមកគឺឃើញពីមុខដល់ក្រោយឃើញធំហើយពីមុខដល់ក្រោយគឺឃើញមានការផ្សារភ្ជាប់ជាមួយនឹងទីធ្លាបៃតងខាងក្រោយដែរកន្លែងមួយនេះខ្ញុំថាជាកន្លែងស័ក្តិសមបំផុតដើម្បីដាក់ជាហាងកាហ្វេហើយបើមើលមកគឺលំហមួយនេះគឺបើកចំហដូចជំនាន់ចាស់ដែលធ្វើការធ្វើអញ្ចឹងក៏យើងមានព្រួយដើមបំណងមួយថាចុះបើយើងអាចយកជាន់ទី1របស់ផ្ទះនេះមកធ្វើការតាំងពិព័រណ៍ស្នាដៃល្អៗរបស់លោកតាខ្ញុំយល់ថាវាជាចំណុចពិសេសល្អមែនទែនសម្រាប់ប្រជាជនយើងផ្ទាល់ដែលចង់ឲ្យផ្ទះលោកតាទៅជាកន្លែង art space ឬកន្លែងមួយដែលបម្រើឲ្យសហគមន៍វាជាគោលបំណងយូរហើយរបស់គម្រោងវ៉ាន់មូលវ៉ាន់របស់យើងនៅទីនេះមានតាំងពីពណ៌គម្រោង3ធំគម្រោងមួយគឺសាលា IFL ជាគម្រោងផ្នែកការអប់រំគម្រោង2នេះគឺផ្ទះរបស់លោកតាតែម្ដងគឺផ្ទះនេះជាប្រភេទសំណង់ការរស់នៅហើយគម្រោង3ហ្នឹងគឺជាគម្រោងសោមហោស្រពសារមរិទ្ធខាងផ្នែកវប្បធម៌និងសម្ដែងផ្សេងៗក្នុងអាខ័យរបស់លោកតាដែលគាត់ private collection របស់គាត់ហ្នឹងគឺមានភាគច្រើនហ្នឹងរូបថតចាស់ឯកសារផ្សេងទៀតហ្នឹងវាមានជាលក្ខណៈគំនូរប្លង់បែបស្ថាបត្យកម្មហើយគំនូរប្លង់នឹងបែងចែកជាពីរប្លង់មួយគឺជាប្លង់ដើមដែលលោកតាបានបន្សល់ទុកប្លង់មួយទៀតហ្នឹងគឺប្លង់ដែលបានមកពីគម្រោងវ៉ាន់មូលវ៉ាន់ដែលសវ័យអគារទាំងអស់នេះតាំងពីឆ្នាំ2009ឯកសារការសរសេររបស់លោកតាតាំងពីមហា60ហ្នឹងក៏យើងដាក់តាំងដែរដើម្បីឲ្យអ្នកដែលចូលរួមហ្នឹងគាត់បានមើលអត្ថបទលោកតាសរសេរផ្ទាល់អំពីគំនិតឬក៏ទស្សនវិស័យរបស់គាត់លើស្ថាបត្យកម្មការ design រចនាបថរបស់ផ្ទះនេះគឺមានភាព respond ទៅអាកាសធាតុតំបន់ត្រូពិចជាមួយនឹងបរិបទតំបន់បានល្អអញ្ចឹងដំបូងនេះមានរូបភាពជាកោងប៉ុន្តែបើយើងមើលចិត្តទៅបានយើងនឹងថាដំបូងមួយនេះមិនធម្មតាមានភាពវិទ្យាសាស្ត្ររបស់វាបច្ចេកទេសគេហៅថា hyperbolic parabolic ឥដ្ឋជញ្ជាំងមានពីរស្រទាប់បើយើងមើលទៅគឺខាងក្រៅជាឥដ្ឋតាន់ខាងក្នុងមានជញ្ជាំងមួយទៀតទី3ខ្ញុំឃើញមានជាស្លាកព្រិលដែលគេហៅថា double facade ហ្នឹងដើម្បីថាទាំង3ហ្នឹងគឺអាចការកាត់ពន្លឺព្រះអាទិត្យចូលផ្ទះហើយកាត់កម្ដៅទ្វារបង្អួចមានលក្ខណៈធំហើយព័ទ្ធជុំវិញជំរុញឲ្យមានខ្យ
ចោលចេញចូលបានល្អតើក្នុងប្លង់បាក់របស់គាត់ក៏មានជាការច្នៃប្រឌិតល្អដែរជាន់ក្រោមគឺគាត់ធ្វើជាការឡៃរបស់គាត់ប៉ុន្តែជាន់ខាងលើគាត់បានបង្វិលមុំ45ដឺក្រេធ្វើឲ្យមានឯកជនភាពទៅដល់បន្ទប់ទាំង4របស់ក្រុមគ្រួសាររបស់គាត់តែម្ដងហើយដោយសារការបង្វិលនេះបន្ទប់មួយយើងឃើញថាមានជារយរងដាដ៏ធំដែលមានឯកជនភាពសម្រាប់បន្ទប់មួយតែម្ដងយើងអាចនិយាយថាទាំងនេះមានតម្លៃនៃប្រវត្តិសាស្ត្រព្រោះថាយើងអាចសិក្សាអំពីប្រវត្តិនៃសម័យ50-60សម័យសង្គមរាស្ត្រនិយមតាមរយៈទាំងនេះផងដែរហើយក៏វាអាចមានតម្លៃនៃសង្គមនិងវប្បធម៌នៃការរស់នៅផងដែរអញ្ចឹងលក្ខណៈទាំងអស់នឹងហើយដែលជាលក្ខណៈពិសេសនៃផ្ទះនេះគឺតម្លៃនៃការរចនាតែផ្ដោតអារម្មណ៍ទៅលើបរិស្ថានដែលនៅជុំវិញទីតាំងដែលផ្ទះនេះរចនានៅពីលើអញ្ចឹងខ្ញុំហៅ project នេះជា project Hopes and Dream ហើយនិយាយមិញថាមិននឹកស្មានថាខ្ញុំមានឱកាសមកធ្វើការងារនឹងសោះពួកយើងយកបេះដូងមកធ្វើយកចិត្តមកធ្វើហើយក្រុមការងារទាំងអស់ទាំងខាងសាងសង់ទាំង architect ហើយទាំងក្រុមការងារបោះប្រាទាំងអស់ហ្នឹងគឺដាក់ចិត្ត 100% ធ្វើនឹង150% ទៀតយកបេះដូងយកចិត្តយកឈាមមកធ្វើវាហើយខ្ញុំសង្ឃឹមថាគាត់នឹងមានមោទនភាពទៅលើការងារមួយនេះដែលពួកយើងទាំងអស់គ្នាបានខំប្រឹងទាំងអស់គ្នាអានឹងជា dream ចឹងខ្ញុំសង្ឃឹមថាគាត់អាចយកនេះជាគំរូដ៏ល្អមួយដែលថាយើងអាចអភិរក្សអគារហើយយើងអាចផ្លាស់ប្ដូរមុខងាររបស់អគារនេះដើម្បីឲ្យវាស៊ីជាមួយនឹងយុគសម័យថ្មីដែរអញ្ចឹងបើយើងអាចធ្វើអញ្ចឹងបានទាំងអស់គ្នាខ្ញុំយល់ថាវាជាចំណុចពិសេសមែនតែម្ដង